ស្វាគមន៍ក្នុងការចូលមកកាន់សម្បុករៀនវីដេអូតែបាទនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីគន្លឹះខ្លីៗគឺរបៀបធ្វើឲ្យអក្សរក្រឡាប់ច្រាស់បន្ទាប់មកខ្ញុំនឹងផុសចូល Facebook ឥឡូវសូមអ្នកទាំងអស់គ្នាក្រឡេកមើលអក្សររបស់យើងសិនអូខេនេះគឺជា Facebook ប៉ុន្តែយើងធ្វើឲ្យវាក្រឡាប់ចាក់ទៅចេះវិញថាសូមលេខមើលថាត្រូវអត់ FACEBOOK បាទគឺយើងធ្វើឲ្យក្រឡាប់ច្រាស់បាទអញ្ចឹងបាទដើម្បីធ្វើអក្សរនេះយើងសូមបើកទៅ browser របស់យើងចូលទៅក្នុង Firefox ទាំងអស់គ្នាបន្ទាប់មកសូមអ្នកទាំងអស់គ្នាវាយ website មួយដែលមានឈ្មោះថា vitic.org បាទមើលសូមចូលទៅ website នេះបាទរួចហើយបាទបន្ទាប់មកយើងសូមក្រឡេកមើលត្រង់កន្លែងនេះបាទនេះគឺជា website ដែលផ្ដល់ឲ្យធ្វើអក្សរក្រឡាប់ច្រាស់បាទយើងអាចវាយអ្វីដែលយើងចង់បង្ហាញឥឡូវខ្ញុំដាក់ Facebook បាទឃើញក្រឡាប់ចាស់បាទបន្ទាប់មកខ្ញុំអាចយកទៅផុសក្នុង Facebook ក៏បានអាចយកទៅកាត់តនៅក្នុង Photoshop ក៏បានបាទបន្ទាប់មកខ្ញុំផុសក្នុង Facebook បាទបាទនេះផុសបាទគឺក្រឡាប់ចាក់ឥឡូវយើងចង់វាយអក្សរអីក៏បានដែរហើយយើងសូមវាយអក្សរនេះមួយទៅចូលទៅ website ណាបាទសូមលុបចោលរួចវាយថា I love Cambodia បាទបាទបន្ទាប់មកខ្ញុំអាច copy Ctrl C បន្ទាប់មក paste Ctrl V បាទបាទនេះគឺជាគន្លឹះខ្លីមួយក្នុងការបង្ហាញសម្រាប់មិត្តភ័ក្តិទាំងអស់គ្នាដែលគាំទ្រសម្បុករៀនអរគុណមែនទែនសម្រាប់ការគាំទ្រខទំព័រសម្បុករៀនលោកអ្នកអាចចូលទៅមើលវីដេអូនេះជាច្រើននៅក្នុង website សម្បុករៀនបានគឺចូលទៅ www.sambukrian.com អរគុណសម្រាប់ការគាំទ្រនៅវីដេអូក្រោយយើងនឹងបង្ហាញនៅគន្លឹះខ្លីៗសម្រាប់អ្នកទាំងអស់គ្នាទៀតសូមអរគុណ